ចាជំរាបសួរបងបងទាំងអស់គ្នាថ្ងៃនេះផងដែរនេះខ្ញុំមានឆាផ្សិតចំបើកជាមួយនឹងសាច់ជ្រូកសប្តាហ៍នេះផងដែរដោយសារតែអត់មានដំណើរកំសាន្តចឹងហើយគឺនៅផ្ទះមានតែធ្វើមុខម្ហូបដែរងាយស្រួលហើយឆាប់បានញ៉ាំចឹងប៉ុន្តែរសជាតិឆ្ងាញ់និយាយទៅធ្វើលឿនហើយចំណេញពេលបានធ្វើកិច្ចការងារផ្សេងហើយណាមួយមករយៈក្រោយនេះគឺរហូតនឹកមុខម្ហូបអត់ឃើញតែម្ដងតែអញ្ចឹងកុំឲ្យខាត់ពេលយូរទៅមើលវីដេអូពេញទាំងអស់គ្នា